ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពការបំផ្លាញប្រព័ន្ធអេកូឡូស៊ីទៅតែបញ្ឈប់និងការស្ដារឡើងវិញត្រូវតែធ្វើឡើងក្នុងទ្រង់ទ្រាយធំនេះរាប់បញ្ចូលគ្រប់បញ្ចដ្ឋានទាំងអស់ចាប់ពីព្រៃឈើនិងមហាសមុទ្ររហូតដល់វាលស្មៅនិងវាលដីមមុខការស្ដារប្រព័ន្ធអេកូឡូស៊ីសកលក៏ថែមទាំងជួយយើងកសាងឡើងវិញឲ្យកាន់តែប្រសើរឡើងពីជំងឺរាតត្បាត COVID-19 ការពារជំងឺរាតត្បាតនាពេលអនាគតនិងបង្កើតបានរាប់លានការងារជាមធ្យម$1ដែលយើងបានចំណាយលើការស្ដារឡើងវិញយ៉ាងហោចណាស់$9ដែលយើងអាចរំពឹងទុកពីផលចំណេញសេដ្ឋកិច្ចបច្ចុប្បន្ននេះការគាំទ្រសម្រាប់គំនិតរូបដើមនៃការស្ដារឡើងវិញរាប់រយពាន់លាននៅទាំងពិភពលោកមិនគ្រប់គ្រាន់ទេដោយសារតែបញ្ហានេះអង្គការសហប្រជាជាតិបានសម្រេចឲ្យឆ្នាំ2021-2030ជាទសវត្សរ៍នៃការស្ដារឡើងវិញប្រព័ន្ធអេកូឡូស៊ីវានឹងផ្ដល់ជាកម្មវិធីមួយសម្រាប់រដ្ឋាភិបាលក្រុមហ៊ុនឯកជនសង្គមស៊ីវិលនិងសហគមន៍មូលដ្ឋានដែលផ្ដោតលើជនជាតិដើមភាគតិចស្ត្រីនិងយុវជនដើម្បីចូលរួមជាសកលនិងពង្រីកគំនិតរូបដើមស្ដារឡើងវិញវាក៏ថែមទាំងផ្ដោតលើការអនុវត្តដ៏ល្អបំផុតសម្រាប់ការបង្កើតការអនុវត្តនិងការធ្វើឲ្យមាននិរន្តរភាពនៃគំនិតរូបដើមស្ដារឡើងវិញជាមួយនឹងគោលដៅស្ដារទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិតាមរយៈការពង្រីកប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អនិងបញ្ឈប់ភាពសឹករិចរិល